សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel ដំណើររឿងសូមស្វាគមន៍មកកាន់អេពីសូតថ្មីហើយថ្ងៃនេះ Admin លើកយករឿងមួយដែលសាច់រឿងមួយនេះគឺខ្ញុំទទួលបានពីបងប្រុសម្នាក់ដែលគាត់សូមមិនបញ្ចេញឈ្មោះពិតរបស់គាត់ទេគាត់បាននិយាយថានៅថ្ងៃមួយប៉ាគាត់មិននៅផ្ទះហើយប្រពន្ធគាត់នឹងក៏បានបង្ខំឲ្យគាត់នឹងគីលូជាមួយអញ្ចឹងណាហ្នឹងហើយអញ្ចឹងក៏មកខាត់ពេលវេលាយូរយើងចូលទៅស្ដាប់សាច់រឿងលម្អិតជាមួយនឹង Admin ទាំងអស់គ្នាតែម្ដងទៅបងប្រុសគាត់បានឆាតមកខ្ញុំថាសួស្តីបងខ្ញុំមានរឿងមួយចង់ឲ្យបងជួយនិយាយតហើយខ្ញុំនឹងក៏បានចែកម្លែកហើយគាត់នឹងក៏បានសុំលាក់ឈ្មោះដែរហើយគាត់បាននិយាយថាពេលដែលតាំងពីម៉ាក់គាត់ស្លាប់ចោលបានរយៈពេល3ឆ្នាំស្រាប់តែប៉ារបស់គាត់នឹងក៏សម្រេចចិត្តយកប្រពន្ធមួយទៀតហើយប្រពន្ធនឹងគឺអាសូរតាអាយុសបាក់សបាគាត់អញ្ចឹងណាហើយប្រពន្ធនឹងអាយុតាណានឹងប្អូនប្រុសនឹងឯងហើយបងប្រុសអ្នកហ្នឹងadmin សូមដាក់ឈ្មោះក្រៅគាត់តែម្ដងទៅដើម្បីស្រួលហៅនៅក្នុងសាច់រឿងហើយបងប្រុសម្នាក់ហ្នឹងដែលគាត់មានឈ្មោះថាមីអាហ្នឹងជាឈ្មោះក្រៅរបស់គាត់អញ្ចឹងណាហើយគាត់ហ្នឹងក៏បាននិយាយថាប៉ាគាត់ហ្នឹងតាំងពីប្រពន្ធដើមដែលត្រូវជាម៉ាក់ប្អូនមីអញ្ចឹងណាម៉ាក់ប្អូនមីស្លាប់បាន3ឆ្នាំប្រហែលជាប៉ារបស់គាត់ដូចថាអត់មានគូគៀកកាយទេដឹងបានជាគាត់ហ្នឹងសម្រេចចិត្តថាយកប្រពន្ធមួយទៀតហើយប៉ារបស់ប្អូនមីហ្នឹងគាត់ក៏បាននិយាយទៅប្រាប់បងដែរហើយបងហ្នឹងគាត់ថាមានអីល្អតើបើឲ្យប៉ាយកប្រពន្ធមួយទៀតទៅដើម្បីអីជួយមើលថែគាត់ហ្នឹងពេលដែលគាត់ឈឺស្កាត់យប់លុបទៅមានប្រពន្ធហ្នឹងនៅមើលថែអញ្ចឹងណាហើយពួកយើងទាំងអស់គ្នានឹងសិតតែរវល់ការរស់ស៊ីហើយអាពៅហ្នឹងក៏គ្នារវល់រៀនរវល់អីដែរហើយពួកគាត់ពភាកគ្នារួចរាល់អស់ហើយក៏សម្រេចចិត្តហ្នឹងឲ្យប៉ាគាត់ហ្នឹងយកប្រពន្ធមួយទៀតដល់ពេលពភាកគ្នារួចរាល់អស់ហើយពួកគាត់ទាំងអស់គ្នាហ្នឹងក៏បានសួរប៉ារបស់គាត់ថាប៉ាឯងមើលឃើញស្ត្រីណាស័ក្តិសមនឹងប៉ាឯងអត់ហើយប៉ាឯងប្រាប់មកចាំកូនហ្នឹងចុះទៅសួរនាំឲ្យដើម្បីដណ្ដឹងគេហ្នឹងយកមកធ្វើជាប្រពន្ធប៉ាឯងហើយប្អូនមីហ្នឹងគាត់ក៏ថាមែនហើយដល់ពេលអញ្ចឹងទៅគាត់ប៉ារបស់គាត់ក៏បានប្រាប់ណែនាំផ្ទះណែនាំអីចឹងណាហើយដំបូងឡើយហ្នឹងប្អូនមីគាត់ថាប៉ារបស់គាត់ហ្នឹងស្មានតែយកអាយុហ្នឹងយកប្រពន្ធហ្នឹងអាយុប្រហែលនឹងគាត់ដល់មានណាគឺអាយុយកប្រពន្ធហ្នឹងអាយុក្មេងប្រហែលនឹងប្អូនមីដែរហ្នឹងប្អូនមី25ឆ្នាំហើយស្ត្រីដែលថាប៉ាដែលត្រូវជាប្រពន្ធចុងប៉ារបស់គាត់ហ្នឹងគឺអាយុ26 27ហើយបើនិយាយរឿងសាច់វិញគឺត្លុកត្លន់តែម្ដងហើយស្ត្រីហ្នឹងគឺគាត់មេម៉ាយហ្នឹងអាយុ27 28មេម៉ាយហើយបើនិយាយរឿងគុលសូដនវិញគេថាឲ្យត្លុកត្លន់តែម្ដងបើនិយាយរឿងរើដៃជើងសឡូននិយាយទៅក្រមុំមិនដូរទេហើយបើនិយាយរឿងចកេះវិញគឺចកេះអង្ក្រងត្រកៀកសាយអញ្ចឹងណាសក់វែងប្រាស្មាហើយញញឹមមកធ្វើឲ្យអ្នកណាឃើញក៏លងដែរអញ្ចឹងណាហើយគាត់ក៏បានគិតក្នុងចិត្តថាអញ្ចឹងហើយបានប៉ារបស់គាត់ទ្រាំអត់បានអញ្ចឹងណាដោយសារតែឃើញនារីម្នាក់នឹងស្អាតម្លឹងអញ្ចឹងទៅធ្វើឲ្យប៉ារបស់គាត់ទ្រាំមិនបានអញ្ចឹងតើបានរំអុកចង់បានប្រពន្ធមួយទៀតដល់ពេលគាត់នឹងបានទៅចូលស្ដីដណ្ដឹងញ៉ែញងរួចរាល់អស់ហើយគាត់នឹងក៏ជាប់ស្ពានមានមេត្រីជាមួយនឹងស្ត្រីមេម៉ាយនឹងឲ្យទៅប៉ារបស់គាត់ដល់ពេលកម្មវិធីក៏បានចាប់ផ្ដើមសែនក្រែងអញ្ចឹងការស៊ីផឹករំរែកក៏បានបញ្ចប់ហើយបងរបស់គាត់នឹងក៏បានលាប៉ារបស់គាត់នឹងត្រឡប់ទៅធ្វើការនៅឯទីក្រុងភ្នំពេញវិញអស់ទៅអញ្ចឹងមានន័យថានៅក្នុងផ្ទះហ្នឹងមានតែមនុស្ស3នាក់ទេហើយនឹងប៉ារបស់គាត់និងប្រពន្ធចុងរបស់ប៉ាប៉ុន្តែនៅថ្ងៃមួយនាពេលល្ងាចប្អូនមីហ្នឹងគាត់កំពុងតែមើលមេរៀនគាត់មើលយូរទៅរបៀបថាស្វាំងភ្នែកហើយនឹងស្រេកទឹកគាត់ហ្នឹងក៏បានចេញពីបន្ទប់គេងរបស់គាត់ហ្នឹងដើរមកផ្ទះបាយប៉ុន្តែផ្លូវផ្ទះបាយហ្នឹងដើរកាត់នឹងមុខបន្ទប់ប៉ារបស់គាត់ហើយក៏ដើរជិតដល់ផ្ទះបាយមកដល់មាត់បន្ទប់ប៉ារបស់គាត់ហើយទ្វារហ្នឹងក៏អត់បានបិទជិតទេហើយគាត់ហ្នឹងក៏ឃើញទ្វារប៉ារបស់គាត់ចង្ហរទៅគាត់ក៏មានចិត្តហ្នឹងក៏ចង់ជួយបិទទ្វារពេលដែលគាត់រៀបនឹងបិទទ្វារគាត់ទាញដៃមកគាត់ក៏បានឃើញប្រពន្ធចុងរបស់ប៉ាគាត់ហើយនឹងប៉ាកំពុងតែមានអីគ្នានៅលើគ្រែហើយគាត់ហ្នឹងក៏បានឃើញពេញភ្នែកតែម្ដងភ្លាមនោះប្រពន្ធចុងរបស់ប៉ាគាត់ក៏បានឃើញប្អូនមីកំពុងតែឈរមើលហើយគាត់ហ្នឹងក៏បានលួចញញឹមដាក់ប្អូនមីអាពេលហ្នឹងគាត់មានអារម្មណ៍ថាភ័យព្រោះអីគាត់មិនដែលឃើញសកម្មភាពអញ្ចឹងពីមុនមកទេគាត់ភ័យខ្លាំងពេកគាត់មិនហ៊ានមើលយូរទេហើយគាត់ក៏បានទាញទ្វារបិទសន្សឹមព្រោះខ្លាចឮសំឡេងរំខានដល់ពួកគាត់ទាំងពីរ
គាត់ក៏ដើរសម្ដៅមកកាន់ផ្ទះបាយដើម្បីរកទឹកផឹកពេលដែលគាត់ផឹកទឹកបណ្ដើរគាត់ស្រមៃឃើញម្ដាយចុងនិងប៉ារបស់គាត់ពេញភ្នែកតែម្ដងដែលធ្វើសកម្មភាពរឿងមួយនោះស្អែកឡើងត្រូវនឹងថ្ងៃច័ន្ទល្មមប្អូនមីគាត់រៀបចំខ្លួនទៅសាលាគាត់ចុះពីបន្ទប់គេងរបស់គាត់នឹងក៏បានឃើញប៉ារបស់គាត់និងម៉ាក់ថ្មីរបស់គាត់នឹងកំពុងតែបាយពេលព្រឹកហើយប៉ារបស់គាត់ក៏ហៅថាមីអើយមកញ៉ាំបាយជុំគ្នាម្ដងព្រោះតាំងពីម៉ាក់ថ្មីឯងចូលមកគឺមិនដែលបានបាយជុំគ្នាទេពេលហ្នឹងប្អូនមីគាត់ថាឃើញម៉ាក់ចុងរបស់គាត់ហ្នឹងគឺបៀបថាភ័យដោយសារតែគាត់ឃើញរឿងយុបមាញ់ដល់ពេលអញ្ចឹងទៅគាត់មិនសូវហ៊ានមើលមុខម៉ាក់ចុងគាត់ចាំទេហើយគាត់នឹងអង្គុយមើលតែមុខប៉ារបស់គាត់ទេហើយគាត់នឹងក៏បានយកចានបាយនឹងដើរទៅដួសបាយដើម្បីយកមកហូបទៅលើតុនឹងជុំគ្នាពេលដែលគាត់កំពុងតែញ៉ាំបាយញ៉ាំស្រាប់តែម៉ាក់ចុងរបស់គាត់នឹងក៏បានសម្លឹងមើលមកគាត់ហើយគាត់នឹងក៏បានមើលទៅកាន់ម៉ាក់ចុងរបស់គាត់វិញហើយគាត់នឹងក៏បានឃើញម៉ាក់ចុងនឹងគាត់ពាក់អាវកាក់វាលក្លៀកហើយក៏ចេញគល់ភ្នំឡើងពីឲ្យកភើតែម្ដងពេលហ្នឹងគាត់ឃើញបែបហ្នឹងគាត់ក៏បានភ័យធ្លាក់របូតសាព្រាចេញពីដៃទៅក្រោមតុបាយពេលហ្នឹងគាត់ក៏បញ្ញាប់បញ្ញាអោនទៅរើសចៃដន្យអីគាត់ក៏អោនទៅក្រោមតុក៏បានឃើញដីដំបូកយ៉ាងកំពុំហើយមានស្មៅដុះឡើងចុកតែម្ដងហើយភ្លាមនោះគាត់ឃើញហើយគាត់ក៏បញ្ញាប់បញ្ញាអោនលើសសាព្រាមកអង្គុយលើកៅអីវិញហើយគាត់ក៏បានសម្លឹងមើលទៅម្ដាយចុងរបស់គាត់ម្ដាយចុងក៏ញញឹមដាក់គាត់ឃើញម៉ាក់ចុងញញឹមដាក់អញ្ចឹងគាត់ប្រាប់ថាគាត់ឆ្អែតហើយគាត់បញ្ញាប់ទៅរៀនហើយគាត់ក៏បានលាប៉ារបស់គាត់ទៅរៀនបាត់ទៅនៅថ្ងៃអាទិត្យនាចុងសប្តាហ៍ប្អូនមីគាត់កំពុងតែមើលមេរៀនគាត់មើលរហូតទៅដល់ថ្ងៃត្រង់ដែលអញ្ចឹងហើយម៉ាក់ចុងរបស់គាត់មិនឃើញប្អូនមីចុះទៅញ៉ាំបាយថ្ងៃត្រង់និងបាយព្រឹកគាត់ក៏តាមគូសទ្វារអញ្ចឹងណាគូសទ្វារថាក្មួយមីអើយហេតុអីក៏អត់មកចុះមកញ៉ាំបាយថ្ងៃបាយអីចឹងហើយកំពុងធ្វើអីហ្នឹងប្អូនមីគាត់ថាពេលដែលម៉ាក់ចុងរបស់គាត់ឡើងទៅគូសទ្វារបន្ទប់របស់គាត់ហ្នឹងគឺគាត់ស្លៀករ៉ូបអីចឹងណាហើយគាត់ហ្នឹងបានគូសទ្វារហៅគាត់ហើយប្អូនមីពេលហ្នឹងកំពុងតែមើលមេរៀនអញ្ចឹងគាត់ក៏បញ្ញាប់បញ្ញាល់បើកទ្វារឲ្យដល់ពេលអញ្ចឹងទៅបើកទ្វារមកវាក់ស្រាប់តែម៉ាក់ចុងរបស់គាត់ហ្នឹងគឺស្លៀកតែរ៉ូបទេរ៉ូបហ្នឹងគឺរ៉ូបវាលក្លៀករបៀបថារ៉ូបកេងដល់ពេលអញ្ចឹងទៅគាត់ក៏បានឃើញភ្នំម៉ាក់ចុងរបស់គាត់ឲ្យឡើងកំពុំដោយក្រុមអាយុ18ឆ្នាំអញ្ចឹងហើយគាត់ហ្នឹងពេលដែលឃើញភ្នំអញ្ចឹងទៅហើយកជើងដររបស់គាត់ហ្នឹងក៏បានបះឡើងនឹងទល់មុខនឹងម៉ាក់ចុងរបស់គាត់អញ្ចឹងណាពេលនោះម៉ាក់ចុងរបស់គាត់ក៏បានឃើញកជើងដររបស់ប្អូនមីបះឡើងអញ្ចឹងទៅគាត់ក៏បានសួរថាមានរឿងអីមែនក្មួយបានសុកបះឡើងអញ្ចឹងចង់ស៊ីនំមែនបើចង់ស៊ីចាំមិញឲ្យស៊ីពេលនោះប្អូនមីគាត់ថាបាទមិញអត់អីទេនំវិញខ្ញុំអត់ហ៊ានប៉ះពាល់ទេព្រោះនំនេះគឺសម្រាប់តែប៉ារបស់ខ្ញុំទេពេលនោះម៉ាក់ចុងរបស់ប្អូនមីក៏បានយកដៃប្អូនមីហ្នឹងមកប៉ះនឹងនំរបស់គាត់ដល់ពេលអញ្ចឹងទៅធ្វើឲ្យប្អូនមីហ្នឹងគឺរបៀបថាខ្មុលខ្មាញ់នៅក្នុងចិត្តហើយពេលហ្នឹងប្អូនមីគាត់ថាគឺទ្រាំអត់បានដែរអញ្ចឹងណាដោយសារតែម៉ាក់ហ្នឹងឲ្យប៉ះនំមួយឯងចាំកាលមិញឲ្យស៊ីនំកមឲ្យតើក្មួយឯងនៅអេះអុញកាលទៀតចាំក្មួយឯងស៊ីនំកមមិញហើយមិញស៊ីអន្សមចេកក្មួយវិញតើក្មួយឲ្យមិញស៊ីអន្សមចេកអត់អន្សមចេកក្មួយមើលទៅដូចជាមិនដែលទាន់មានបណ្ណាស៊ីទេមើលទៅពេលហ្នឹងប្អូនមីគាត់ថានំកមរបស់ម៉ាក់គាត់ហ្នឹងក៏បានបង្ហាញឡើងហើយគាត់ហ្នឹងក៏បានរុញប្អូនមីហ្នឹងដួលទឹកឥតការ៉ូដល់ពេលអញ្ចឹងទៅគាត់ហ្នឹងក៏បានហុចនំកមឲ្យទៅប្អូនមីហ្នឹងស៊ីដល់ពេលប្អូនមីហ្នឹងគាត់អត់ចង់ស៊ីទេដល់មួយម៉ាក់ចុងរបស់គាត់ហ្នឹងក៏បានបខំគាត់អញ្ចឹងណាយកដៃយកក្បាលរបស់ប្អូនមីហ្នឹងរុញចាំវាថាចាប់ក្បាលពីក្រោយអញ្ចឹងណាក្បាលគាត់ហើយយកនំគមហ្នឹងយកដៃរបស់គាត់ហ្នឹងទៅញុកនំគមហ្នឹងចូលមាត់របស់គាត់ធ្វើឲ្យប្អូនមីហ្នឹងឆ្លក់ចង់សងបកាច់ដល់ពេលប្អូនមីកំពុងតែទៅពៀននំគមអញ្ចឹងណាស្រាប់តែម៉ាក់ចុងហ្នឹងក៏បានយកដៃទាំងពីររបស់គាត់ហ្នឹងអង្អែលក្បាលប្អូនមីដោយសារតែប្អូនមីហ្នឹងគាត់កំពុងតែទៅពៀននំគមហ្នឹងធ្វើឲ្យម៉ាក់ចុងហ្នឹងរបៀបថាគាត់ដូចថាគាត់ពេញចិត្តអញ្ចឹងណាអង្អែលក្បាលរួចហើយស្រាប់តែម៉ាក់ចុងរបស់ប្អូនមីហ្នឹងក៏ថាអញ្ចឹងថាទុកឲ្យមិញម្ដងមិញចង់ស៊ីអន្សមចេកក្មួយឯណាអន្សមចេកពេលហ្នឹងប្អូនមីក៏ថានេះអន្សមខ្ញុំនៅក្នុងកប៉ាវខោខ្ញុំខំលាក់ទុកយូរណាស់ហើយមិនដែលឃើញមិនដែលមានបណ្ណាចង់ស៊ីនំសមចេកខ្ញុំទេមានតែមិញនឹងឯងចង់ស៊ីអន្សមចេកខ្ញុំមកដល់ពេលអញ្ចឹងទៅស្រាប់តែម៉ាក់ចុងគាត់ឃើញអន្សមចេកគាត់ថាវ៉ាវអន្សមចេកក្មួយក៏ណែនល្អមែនហើយវិចដាក់លឹកចេកប្រមាណហ្នឹងហើយប្អូនមីហ្នឹងគាត់ថាខ្ញុំដាក់តែ2-3ជាន់ទេវារៀងធំចឹងឯងហើយ
Snow លេក៏អត់សូវណែនប្រហែលដែរទេចេកហ្នឹងខ្ញុំដាក់តាមមួយផ្លែទេពេលស៊ីនសមចេករួចរាល់ឲ្យស៊ីនំគ្នាទៅវិញទៅមករួចហើយគាត់ហ្នឹងក៏បាននាំគ្នាលេងចាក់ចូលពេលហ្នឹងប្អូនមីគាត់ថាគាត់រៀនចាក់ចូលដំបូងហ្នឹងគឺគាត់ខំប្រឹងររុនត្រីផ្ទក់ហើយគាត់ថារុនត្រីផ្ទក់ហ្នឹងគឺមានស្មៅដោះជុំមានថ្មមួយដុំអីចឹងណាហើយគាត់ហ្នឹងក៏បានប្រឹងរកប្រឡោះចាក់ដល់ពេលគាត់មិនដែលធ្លាប់ដល់ពេលទៅគាត់ចាក់មិនក៏ចាក់អត់ចូលដែរដោយសារតែគាត់ហ្នឹងមិនដែលចាក់ចូលដល់ពេលចឹងទៅគាត់ខំរាវចឹងទៅស្រាប់តែម៉ាក់ចុងហ្នឹងគាត់ក៏បានប្រាប់ថាមើលចាំវិញវែកឲ្យមិញវែកទៅក៏គាត់ហ្នឹងក៏បានចាក់ចូលទៅដល់ពេលចាក់ចូលហើយគាត់ហ្នឹងក៏បាននិយាយទៅកាន់ម៉ាក់ចុងរបស់គាត់ថាមិញអើយខ្ញុំអត់សូវប៉ិនចាក់ទេមិញឯងបរៀនខ្ញុំទៅខ្ញុំមិនដែលចាក់ទេទើបលើកទី1របស់ខ្ញុំហើយពេលនោះម៉ាក់ចុងរបស់គាត់ហ្នឹងក៏បានបន្ដួលខ្លួនផឹងទៅគាត់ក៏បានកលែងចង្កេះរបស់គាត់ហើយខ្ញុំហ្នឹងក៏បាននៅស្ងៀមអញ្ចឹងណាហើយគាត់គឺជាអ្នកកលែងចង្កេះហើយគាត់ហ្នឹងក៏បានធ្វើនេះធ្វើនោះរួចរាល់ហើយគាត់ហ្នឹងក៏បានយកអន្សមចេករបស់គាត់អន្សមចេករបស់ប្អូនមីហ្នឹងយកមកដាក់ក្នុងរុនត្រីផ្ទក់របស់គាត់ដល់ពេលអញ្ចឹងទៅគាត់ក៏បានប្រតិបត្តិការដោយខ្លួនឯងពេលហ្នឹងប្អូនមីមើលតែទឹកមុខរបស់ម៉ាក់ចុងរបស់គាត់ដូចជាមានសេចក្តីសុខខ្លាំងណាស់ដល់ពេលអញ្ចឹងទៅគាត់ហ្នឹងក៏បានកលែងទៅរួចក៏គាត់ឈប់កលែងហើយគាត់ហ្នឹងក៏បានយកអន្សមចេករបស់ប្អូនមីហ្នឹងណាយកមកដាក់នឹងមាត់ទៀតតែគាត់ហ្នឹងយកអន្សមចេកហ្នឹងយកមកលាងសម្អាតអញ្ចឹងណាពេលហ្នឹងប្អូនមីគាត់ថាលាងសម្អាតហ្នឹងមិនមែនប្រើទឹកប្រើអីណាគឺគាត់ប្រើកន្លែងហូបបាយរបស់គាត់ប្រើមាត់ដល់ពេលអញ្ចឹងទៅគាត់ក៏លាងសម្អាតឡើងស្អាតហើយគាត់ហ្នឹងក៏បានអរគុណចំពោះប្អូនមីដែរដែលបានធ្វើឲ្យគាត់ហ្នឹងឡើងឋានសួគ៌ហើយពួកគាត់ទាំងពីរហ្នឹងក៏បានបែកផ្លូវគ្នារៀងខ្លួនទៅហើយប្អូនមីហ្នឹងក៏បាននិយាយថាលើកទី1របស់គាត់ហើយបានស្គាល់រសជាតិអន្សមគមហើយសាច់រឿងគឺមានតែប៉ុណ្្នឹងឯងហើយក៏សូមអរគុណដល់ប្រិយមិត្តតាមដានស្ដាប់រឿងនេះតាំងពីដើមរហូតដល់ចប់បើពេញចិត្តការនិទានរបស់ admin សូមកុំភ្លេចជួយចុច Subscribe រួចហើយបើកសញ្ញាកណ្ដឹងនឹងទទួលបាននៅវីដេអូថ្មីទៀតពី admin ខ្ញុំបាទ admin ដំសូមអរគុណសូមគោរពលា